ជាថាបាទឆ្នាំនេះអាយុ73ឆ្នាំហើយក៏បានសបផ្សាយពីរឿងហុងស៊ុយផ្ទះនេះច្រើនមកហើយបានឥឡូវនេះយើងនឹងបន្តនៅមេរៀនមួយទៀតគឺលក្ខណៈហុងស៊ុយផ្ទះដែលសម្បូរទៅដោយចំនួនទាស់តែងលក្ខណៈនៃផ្ទះដែលធ្វើឲ្យម្ចាស់ផ្ទះអ្នករស់នៅនឹងបាទមិនចុះសម្រុងគ្នាចេះតែទាស់តែងគ្នានោះបាទជាសង្ខេបយើងមានលក្ខណៈ5យ៉ាងជាទីសម្គាល់ទី1ផ្ទះដាក់ក្បាលដំណេកទៅខាងមុខផ្ទះបាទបណ្ដោយផ្ទះហើយក្បាលដំណេកទៅខាងទ្វារធំទៅខាងមុខផ្ទះនោះហើយជាដំណេកដែលប្រកបដោយទោសៈជាដំណេកប្រកបដោយកំហឹងបាទមានចំនួនទាស់តែងគេហៅឆ្លោះបាយឆ្លោះសម្លឆ្លោះដំណេកថែមទៀតទី2បាទទ្វារចំកណ្ដាលផ្ទះមានន័យថាផ្ទះយើងប៉ុណ្ណឹងចឹងបាទទ្វារចំកណ្ដាលផ្ទះទ្វារចំកណ្ដាលផ្ទះហ្នឹងអត់គិតថាទ្វារតូចទ្វារធំទ្វារបែបណាអីទេឲ្យតែទ្វារហ្នឹងចំកណ្ដាលផ្ទះបាទវាមានអត្ថន័យថាបែងចែកអំណាចគ្នាមិនដាច់បាទដណ្ដើមយកឈ្នះយកធំតែរៀងខ្លួនម្លោះហើយក៏ធ្វើឲ្យមានការអន់ចិត្តមានចំនួនទាស់តែងកើតឡើងទី3ផ្លូវបាទទី3ផ្លូវនៅចំកណ្ដាលផ្ទះដូចថាផ្ទះគាត់ធំអញ្ចឹងផ្ទះគាត់ធំអញ្ចឹងទៅគាត់ធ្វើបន្ទប់ខាងនេះផងធ្វើបន្ទប់ខាងនេះផងដល់អញ្ចឹងទៅវាមានផ្លូវចំកណ្ដាលនេះជាមូលហេតុមួយដែរដែលធ្វើឲ្យម្ចាស់ផ្ទះនោះមានចំនួនទាស់តែងអន់ចិត្តជាមួយគ្នាបាទមកអំពីការបែងចែកអំណាចគ្នាមិនច្បាស់មិនព្រមចាញ់រៀងខ្លួនទី4បន្ទប់នៅទល់មុខគ្នាចាហើយមានទ្វារចំគ្នាបាទមានទ្វារចំគ្នាចានេះជាមូលហេតុមួយផងដែរធំធ្វើឲ្យចំនួនទាស់តែងបាទកើតឡើងដោយសារការអន់ចិត្តគ្នាដោយសារការខឹងគ្នាបាទដូចថាចេញមកបាទយកឈ្នះបាទមានកំហឹងរៀងខ្លួនបាទហើយទី5ទ្វារដែលចង្រៃដែលអត្តបាទធ្វើឲ្យមានការអន់ចិត្តចំនួនទាស់តែងជាមួយនឹងគ្នាមិនពេញចិត្តនឹងគ្នារហូតដល់មានហេតុធំកើតឡើងគឺទ្វារចំហៀងផ្ទះនេះបាទជាទ្វារមួយមិនល្អបាទមានគ្រោះច្រើនជាងគេបាទផ្ទះដែលមានលក្ខណៈបែបនោះបាទវាធ្វើឲ្យអ្នករស់នៅធ្វើឲ្យម្ចាស់ផ្ទះហ្នឹងរស់នៅអត់បានសុខបាទវាចេះតែអន់ចិត្តគ្នាឆ្លោះព្រឹកឆ្លោះល្ងាចបាទមានកំហឹងឆេវឆាវមកពីផ្ទះនោះមានលក្ខណៈមិនត្រឹមត្រូវតាមក្បួនហុងស៊ុយ